សួស្តីបងប្អូនអរគ្នានៅវីដេអូមួយនេះយើងនឹងសិក្សាអំពីឧបករណ៍ Eraser Tool អូខេអញ្ចឹងតើឧបករណ៍ Eraser Tool របស់យើងនឹងយើងប្រើរបៀបម៉េចអូខេអញ្ចឹងយើងចូលទៅក្នុង Photoshop របស់យើងទាំងអស់គ្នាអូខេគឺបែបនេះអញ្ចឹងតើតើទៅលើឧបករណ៍ Eraser Tool របស់យើងនៅណាអូខេអញ្ចឹងទៅលើឧបករណ៍ Eraser Tool របស់យើងគឺនៅបន្ទាប់នៅលើអីគេឧបករណ៍ Object Selection របស់យើងនេះអញ្ចឹងនៅក្រោមនឹងឯងអូខេអញ្ចឹងតើតើទៅលើឧបករណ៍របស់យើង Eraser Tool តើយើងប្រើរបៀបម៉េចអញ្ចឹងយើងមកមើលទៅលើអីគេ option ខាងលើនេះដូចគ្នាយើងមកឈើលើអីគេ Eraser Tool យើងមកមើលទៅលើ option របស់យើងខាងលើនេះមកនេះឃើញទេវាអត់ខុសទៅលើអីគេហ្នឹងតែខុសទៅលើអីគេ Quick Selection Tool ឯងអញ្ចឹងយើងប្រើទៅលើអីគេនេះមកប្រើឲ្យយើងចាំបានធំតូចយើងអាចទាញបែបហ្នឹងបានឃើញទេកន្លែងហ្នឹងអូខេអញ្ចឹងយើងអាចអីគេចុច Alt មួយជាប់មកស្ដាំយើងព្រីព្រួមអីគេឆ្វេងស្ដាំអីចឹងទៅយើងអាចព្រីព្រួមដើម្បីឲ្យវាធំតូចអញ្ចឹងយើងមកមើលតើតើទៅលើការប្រើទាំងអស់គ្នាអញ្ចឹងតើតើទៅលើឧបករណ៍ Eraser Tool របស់យើងគឺជាឧបករណ៍សម្រាប់លុបអូខេចាំមើលថាវាលុបបែបម៉េចអញ្ចឹងឧទាហរណ៍ខ្ញុំចង់លុបទៅលើគេស្លាកតែពណ៌មកយើងនេះឃើញទេគឺយើងលុបមកយើងលុបហើយបែបហ្នឹងយើងលុបចឹងមកអញ្ចឹងយើងចង់បានប៉ុណ្ណាយើងលុបវាធំប៉ុណ្ណឹងមកនេះមកវាជ្រុលអីចឹងទៅអាហ្នឹងទៅលើអីគេឧបករណ៍យើងសម្រាប់លុបនឹងឯងទៅលើឧបករណ៍ Eraser Tool យើងអាចលុបទៅអញ្ចឹងក៏បានដែរណាយើងអាចលុបទៅទាំងអស់ក៏បានដែរអញ្ចឹងគឺបែបហ្នឹងយើងអាចលុបបែបហ្នឹងក៏បានដែរឬក៏មិនយើងចង់លុបទៅលើតែចង់នេះទេយើងអាចលុបបានឥឡូវខ្ញុំដាក់អានេះពណ៌សចុះពណ៌សបែបនេះមកខ្ញុំលុបវាណាខ្ញុំលុបវាបែបហ្នឹងមកលុបបានឈើរបស់យើងលុបចឹងមកយើងអាចលុបវាបានដែរណាអានេះគឺយើងសម្រាប់លុបបែបហ្នឹងលើឧបករណ៍អីគេ Eraser Tool របស់យើងសម្រាប់លុបហើយតែទៅលើត្រង់នេះយើងអាចដាក់វាជា opacity មកកន្លែងនេះយើងយកវាជាប្រាស់មកហើយយើងយក opacity របស់យើងដាក់ឲ្យពេញមកទៅលើ flow របស់យើងនេះក៏ប្រើពេញដែរមកតែទៅលើ smooth តែថាយើងដាក់ឲ្យវាចំសងក៏បានដែរប៉ុន្តែបើយើងចង់ដាក់ឲ្យវា smooth យើងដាក់កន្លែងទៅ50ឬក៏100អញ្ចឹងទៅតែត្រង់ហ្នឹងហើយតែប៉ុណ្ណឹងមកបានហើយតែទៅលើអីគេឧបករណ៍ Eraser របស់យើងគឺសម្រាប់ទៅលើលុបឃើញទេយើងលុបអីចឹងទៅយើងអាចលុបបានចឹងមកអូខេយើងបែកវិញអញ្ចឹងយើងមកមើលទៅលើឧបករណ៍បន្ទាប់របស់យើងអីគេនេះឧបករណ៍អីគេ background eraser tool របស់យើងហ្នឹងអញ្ចឹងតើតើទៅលើឧបករណ៍ background eraser tool របស់យើងគឺបែបម៉េចឧបករណ៍មួយហ្នឹងគឺជាឧបករណ៍សម្រាប់លុបដូចគ្នាតើតើទៅលើការលុបអីគេ background ឃើញទេយើងឃើញបែបហ្នឹងមកលុបឲ្យយើងហើយអញ្ចឹងយើងចុចកន្លែងហ្នឹងបើយើងតចុចចំលាក់ឈើគឺវាលុបទៅលើលាក់ឈើប៉ុន្តែយើងចុចទៅលើផ្ទាំងសបែបនេះមកឃើញទេគឺវាលុបទៅតាមហ្នឹងហើយអូខេគឺវាលុបបែបហ្នឹងគឺអាចអូបែបហ្នឹងមកនេះអញ្ចឹងយើងកុំអូទៅលើអីគេអាចសញ្ញាបូកហ្នឹងខ្ញុំចុចទៅលើផ្លែប៉មនេះកាលណាចុចលើផ្លែប៉មវានឹងលុបហើយចុចទៅចំលាក់ឈើគឺវានឹងលុបលាក់ឈើហើយឃើញណាបែបហ្នឹងចុចបែបហ្នឹងមកលុបហើយអូខេអញ្ចឹងយើងបានអីគេយើងអាចកាត់បាននេះផ្លែប៉មដែលអត់ background មួយទៀតហើយអញ្ចឹងតាក់ទងទៅលើឧបករណ៍ background eraser របស់យើងនឹងឯងអូខេអញ្ចឹងខ្ញុំប្រើមួយទៀតតាក់ទងទៅលើឧបករណ៍ហ្នឹងដូចគ្នាខ្ញុំចុចបែបនេះមកនេះឃើញវាលុបរបស់យើងលុបបែបហ្នឹងយើងចុចបែបហ្នឹងមកយើងចុចកុំឲ្យចំលាក់ឈើរបស់យើងណាបែបហ្នឹងមកគឺវាលុបហើយคลิกឲ្យបានចឹងមកចឹងអានេះគឺវាចូលនៅពេលដែលយើងคลิกចំគឺវាលុបទៅលើលាក់ឈើរបស់យើងហើយបែបនេះមកលុបអូខេញ៉ាវាលុបហើយចឹងកន្លែងហ្នឹងយើងអាចធ្វើការលុបឲ្យបានស្អាតមកអូចឹងមកលុបហើយឃើញទេអាចកាត់បានលាក់ឈើបានស្អាតមួយទៀតអាហ្នឹងគឺបែបហ្នឹងគឺជាឧបករណ៍សម្រាប់លុបបែបហ្នឹងបន្តទៀតទៅលើឧបករណ៍របស់យើងបន្ទាប់អីគេយើងបែកមកវិញសិននេះទៅលើឧបករណ៍បន្ទាប់របស់យើងអីគេ Magic Eraser របស់យើងឧបករណ៍នេះគឺយើងប្រើគឺវាងាយស្រួលមែនតើគាត់តែคลิกលើវាមកប៉ក់ឃើញទេគឺវាកាត់ឲ្យយើងមកអញ្ចឹងកន្លែងណាអត់តស្អាតយើងអាចคลิกបន្ថែមមកនេះកន្លែងណាអត់តស្អាតយើងคลิกបន្ថែមអញ្ចឹងមកចឹងឧបករណ៍សម្រាប់កាត់សម្រាប់អីហ្នឹងគឺវាមានច្រើនអញ្ចឹងយើងមើលថាឧបករណ៍មួយណាដែលយើងងាយស្រួលប្រើឧបករណ៍ណាដែលយើងប្រើទៅវាងាយអញ្ចឹងយើងអាចប្រើទៅលើឧបករណ៍ហ្នឹងទៅអត់ជាបញ្ហាទេតែតើទៅលើការប្រើប្រាស់ទៅលើឧបករណ៍ហ្នឹងទៅជ្រុលបែបនេះយើង back មកវិញមកចុចឲ្យចោលមកឃើញទេគឺយើងអាចកាត់បានស្អាតមួយទៀតដែរអញ្ចឹងតើទៅលើអីគេការ remove ឬក៏ការលុបទៅលើ background ឬក៏លុបទៅលើអីមួយតើទៅលើឧបករណ៍ eraser របស់យើងនឹងឯងនេះឃើញទេ eraser យើងលុបយើងបានលុបបែបហ្នឹងចង់មកវិញយើង back មកណាយើង back មកវិញមកទៅពេលឧបករណ៍អីគេ remove background របស់យើងនេះយើងចុចលើបែបនេះបាត់ទៅលើ background របស់យើងហើយតែតាមទៀតឧបករណ៍អីគេ Magic Eraser របស់យើងคลิกបែបនេះគឺលុបដូចគ្នាឃើញទេកាត់ទៅលើ background ដូចគ្នា
ចឹងតើតាំងទៅលើឧបករណ៍ eraser របស់យើងគឺជាឧបករណ៍សម្រាប់លុបទៅលើ background ឬក៏លុបទៅលើ object ណាមួយដែលយើងអត់ចង់បានទេយើងចង់លុបវាចោលយើងប្រើទៅលើឧបករណ៍ eraser tool របស់យើងនឹងឯងអូខេអញ្ចឹងទៅលើវីដេអូមួយនេះគឺខ្ញុំបង្ហាញទៅដល់ទៅលើឧបករណ៍សម្រាប់កាត់រួចរាល់ហើយអញ្ចឹងនៅវីដេអូបន្ទាប់តាំងទៅលើឧបករណ៍អីគេ pen tool របស់យើងនេះអញ្ចឹងតាំងទៅលើឧបករណ៍ pen tool មួយនេះទីទូទៅគឺយើងប្រើវាច្រើនមែនតើមិនថា background ស្មុគស្មាញបែបម៉េចការកាត់បែបម៉េចគឺយើងតែងតែប្រើ tool យកមកកាត់នឹងឯងយើងប្រើ tool វាកាត់ទៅបានស្អាតហើយយើងកាត់ទៅតាមទម្រង់ដែលយើងចង់បានអញ្ចឹងតាំងទៅលើឧបករណ៍ដែលយើងកាត់រៀនពីលើនេះក៏ជាឧបករណ៍សម្រាប់កាត់ដូចគ្នាឬក៏កាត់ទៅលើ background កាត់ទៅលើអីដូចគ្នាប៉ុន្តែវា background ស្មុគស្មាញក៏យើងអាចធ្វើការកាត់ទៅលើប្រើទៅលើឧបករណ៍ទាំងអស់ហ្នឹងយកមកកាត់បានដែរអញ្ចឹងនៅវីដេអូបន្ទាប់នេះគឺយើងនឹងសិក្សាទៅលើឧបករណ៍អីគេ pen tool អញ្ចឹងយើងដឹងស្រាប់ហើយទៅលើឧបករណ៍ pen tool តែជាទូទៅគឺយើងតែងតែប្រើវាជាញឹកញាប់អូខេអញ្ចឹងយើងជួបគ្នានៅវីដេអូក្រោយយើងសិក្សាអំពីឧបករណ៍ pen tool ទាំងអស់គ្នា